ក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំកម្ពុជាដឹកនាំដោយប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ានពីសាធារណរដ្ឋហ្វីលីពីននៅព្រឹកថ្ងៃទី20សីហានេះចូលសង្កេតការណ៍ផ្ទៀងផ្ទាត់និងរាយការណ៍អំពីស្ថានភាពតាមបណ្ដោយព្រំដែនកម្ពុជានិងថៃនៅចំណុចច្រកទ្វារព្រំដែនអន្តរជាតិស្ទឹងបត់ស្ថិតនៅក្នុងភូមិស្ទឹងបត់សង្កាត់ផ្សារកណ្ដាលក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យក្រោយពីបទឈប់បាញ់ចូលជាធរមានក្នុងការធានាការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃដើម្បីលើកកម្ពស់តម្លាភាពការជឿទុកចិត្តគ្នានិងការការពារអាយុជីវិតប្រជាពលរដ្ឋនិងឆ្ពោះទៅរកការធ្វើឲ្យប្រសើរឡើងវិញឆាប់រហ័សនិងការវិលត្រឡប់ទៅរកប្រក្រតីភាពសន្តិភាពនិងស្ថិរភាពយូរអង្វែងរាជរដ្ឋាភិបាលនិងក្រសួងការពារជាតិកម្ពុជានៅតែបញ្ជាក់ពីការបដិញ្ញាចិត្តយ៉ាងម៉ឺងម៉ាត់ស្មោះត្រង់សុចរិតក្នុងការគោរពនិងអនុវត្តយ៉ាងពេញលេញនិងខ្ជាប់ខ្ជួនបំផុតសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី3នៃគណៈកម្មាធិការព្រំដែនទូតកម្ពុជាថៃ GBC នៅថ្ងៃទី27ធ្នូឆ្នាំ2025សេចក្តីថ្លែងការណ៍រួមស្តីអំពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនៅថ្ងៃទី26តុលាឆ្នាំ2025និងកិច្ចព្រមព្រៀងពាក់ព័ន្ធផ្សេងទៀត